អនុញ្ញាតឲ្យខ្ញុំបានធ្វើការបញ្ជាក់ជូនទៅបងប្អូនជនរួមជាតិយើងគឺចង់បញ្ជាក់ជូនបងប្អូនជនរួមជាតិយើងពីខេត្តពោធិ៍សាត់ដោយសារឃើញមានការលើកឡើងច្រើនពីរឿងបញ្ហាថៃនិងបញ្ហាភ្លើងរវាងប្រជាជនអាចារ្យថៃនិងប្រជាជនអាចារ្យកម្ពុជាខ្ញុំបាទសូមការបំភ្លឺសូមធ្វើការបំភ្លឺជូនបងប្អូនជនរួមជាតិពីនេះទៅថាទី1ប្រជាជនអាចារ្យកម្ពុជាយើងនៅពេលនេះម៉ោងនេះថ្ងៃនេះយើងពុំបានយកភ្លើងពីប្រជាជនអាចារ្យថៃចូលមកកាន់ប្រជាជនអាចារ្យកម្ពុជានៅក្នុងបណ្ដាជាតិរបស់ប្រទេសទាំងពីរទេគឺសូមហើយការដែលមិនយកភ្លើងពីបណ្ដាជាតិថៃមកចូលបណ្ដាជាតិកម្ពុជាគឺដោយសារប្រជាជនអាចារ្យកម្ពុជាយើងមានអគ្គិសនីគ្រប់គ្រាន់ដើម្បីធ្វើការផ្គត់ផ្គង់ជូនគ្រប់ទីកន្លែងទាំងអស់ដែលភ្ជាប់ទៅនឹងបណ្ដាជាតិរបស់ប្រជាជនអាចារ្យកម្ពុជាស្អីទៅហៅថាបណ្ដាជាតិដែលថាបណ្ដាជាតិគឺជាការភ្ជាប់ភ្លើងតង់ស្យុងខ្ពស់ចាប់ផ្ដើមពីតង់ស្យុង115 kV ដល់230 kV ដល់500 kV គឺតាមរយៈបណ្ដាញតង់ស្យុងខ្ពស់ក្នុងបណ្ដាជាតិដែលជាឆ្អឹងកង់ខ្នងរបស់ប្រជាជនអាចារ្យកម្ពុជាក៏ដូចជាឆ្អឹងកង់ខ្នងធំរបស់ថៃគឺយើងអត់បានយកភ្លើងនេះមកបំពេញឲ្យគ្នានៅពេលនេះទេដោយសារយើងមានសមត្ថភាពដើម្បីធ្វើការផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់ដោយឡែកមានសហគមន៍តែ3ទេនៅក្នុងប្រជាជនអាចារ្យកម្ពុជាដែលជាប់នឹងព្រំដែនដូចជាតំបន់ខ្លះនៃអូស្មៅដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យមខាងនោះអត់ចូលបណ្ដាជាតិទេគ្រាន់តែភូមិចិត្តគ្នាយកបន្តិចទៅដោយសារវាចិត្តគ្នាប្រសិនបើមានការផ្ដាច់ពីថៃយើងក៏អាចមានលទ្ធភាពដើម្បីជូនភ្លើងពីបណ្ដាជាតិនឹងទៅពុតព្រំដែនដូច្នេះប្រសិនបើមានការអាខានបណ្ដាជាតិរបស់យើងគឺអាចឈរជើងបានសូមបញ្ជាក់ជូនប៉ុណ្ណឹងប៉ុន្តែក៏សូមអំពាវនាវបងប្អូនយើងទាំងអស់ទូទាំងប្រទេសដែលបានស្ដាប់ព័ត៌មាននេះសូមកុំឲ្យដុតព័ត៌មាននេះឲ្យទៅជារឿងផ្សេងសូមកុំឲ្យខ្លែងពាក្យសម្ដីសូមកុំឲ្យឌឺដងថាយើងមិនត្រូវការគ្នាទៅវិញទៅមកនៅក្នុងពិភពលោកយើងនេះការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយគឺជាផលចំណេញទាំងអស់គ្នាអាមេរិកក៏យកភ្លើងពីកាណាដាប្រទេសនៅក្នុងបណ្ដាសហគមន៍អឺរ៉ុបក៏ប្រតិកឡើងគ្នាទោះបីជាមានការតឹងតែងព្រំដែនអីក៏នៅតែប្រើភ្លើងទៅវិញទៅមកនៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នានៅក្នុងអាស៊ានយើងក៏មានផែនការដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នាជាពិសេសការប្រជុំចុងក្រោយជំនួបកម្ពុជារវាងថ្នាក់ដឹកនាំអាស៊ានទាំង10នៅឯប្រទេសម៉ាឡេស៊ីដោយសារម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះក៏មានការ